មួយរបាក់សិតជំពូក29ខ15អោព្រះនៃទូលបង្គំអើយទូលបង្គំក៏ដឹងហើយថាគឺទ្រង់ដែលលបងលោចិត្តហើយទ្រង់សពព្រះហឫទ័យនិងសេចក្តីទៀងត្រង់ចំណែកទូលបង្គំគឺដោយចិត្តទៀងត្រង់នោះឯងដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្តហើយឥឡូវនេះទូលបង្គំមានសេចក្តីអំណរដោយឃើញរាជរបស់ទ្រង់ដែលប្រជុំនៅទីនេះគេថ្វាយដល់ទ្រង់ដោយស្ម័គ្រពីចិត្តដែរខគម្ពីរប្រចាំថ្ងៃសូមព្រះប្រទានពរសូមព្រះប្រទានពរ